អាយដាមសុទ្ធរស្មីរដ្ឋលេខាធិការក្រសួងធនធានទឹកនិងអូតូនិយមនិងជាប្រធានគណៈកម្មាធិការលទ្ធកម្មតំណាងដ៏ខ្ពង់ខ្ពស់អាយដាមថោចេថារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងអូតូនិយមបានដឹកនាំក្រុមការងារអន្តរក្រសួងដែលរួមមានក្រសួងធនធានទឹកនិងអូតូនិយមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសហការជាមួយនាយកដ្ឋានធារាសាស្ត្រកសិកម្មបានចុះពិនិត្យនិងវាយតម្លៃលទ្ធផលការងារថែទាំជាប្រចាំឆ្នាំ2025ដំណាក់កាលទី2ក្នុងភូមិសាស្ត្រខេត្តកំពង់ធំឧត្តរមានជ័យបន្ទាយមានជ័យនិងខេត្តសៀមរាបក្នុងដំណើរបេសកកម្មឯកឧត្តមរដ្ឋលេខាធិការនិងមន្ត្រីជំនាញអន្តរក្រសួងបានចុះពិនិត្យវាយតម្លៃលទ្ធផលការថែទាំជាប្រចាំឆ្នាំ2025ដំណាក់កាលទី2ដែលរួមមានទី1ប្រព័ន្ធធារាសាស្ត្រតាំងក្រសាំងស្ថិតក្នុងឃុំទីរោស្ថិតក្នុងឃុំទីពោស្រុកសន្ទុកខេត្តកំពង់ធំទី2ប្រព័ន្ធធារាសាស្ត្រ30កញ្ញាស្ថិតក្នុងខេត្តពោធិ៍សាត់ប្រព័ន្ធធារាសាស្ត្រ30កញ្ញាស្ថិតក្នុងស្រុកស្ទងខេត្តកំពង់ធំនិងទី3ប្រព័ន្ធធារាសាស្ត្រស្ទឹងសែនជំហានទី1ស្ថិតក្នុងស្រុកចុងកាល់ខេត្តឧត្តរមានជ័យស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យនិងស្រុកស្រីស្នំខេត្តសៀមរាបជាលទ្ធផលឯកឧត្តមរដ្ឋលេខាធិការនិងក្រុមការងារអន្តរក្រសួងបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានធារាសាស្ត្រក្នុងការអនុវត្តការងារថែទាំប្រព័ន្ធធារាសាស្ត្រទាំង3ខាងលើបានគប្ប្រសើរនិងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសរួមជាមួយសោភ័ណភាពនិងជាគុណតម្លៃយូរអង្វែងសម្រាប់ជួយធ្វើឲ្យប្រសើរឡើងនៅសេដ្ឋកិច្ចមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋតាមរយៈពហុវិស័យរួមមានការស្រោចស្រពទេសចរណ៍ផ្លូវគមនាគមន៍ទឹកស្អាតនិងការប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងតំបន់